បើយើងមកកាន់ដំណើរកម្សាន្តដែលបែបឈៀលបែបនេះបើសិនជាយើងមានឧបករណ៍បំពងសំឡេងដែលមានសមត្ថភាពមួយនេះក៏រឹតតែពិសេសជំរាបសួរបងប្អូនគ្នាអញ្ចឹងថ្ងៃនេះផងដែរអត់មក review ឡើងគ្រាន់តែថាដោយសារតែមានការងារមកខេត្តអញ្ចឹងហើយយើងក៏ទទួលបានបទពិសោធន៍មួយទៀតជាមួយនឹងឧបករណ៍បំពងសំឡេងចល័តមួយដែលមានឈ្មោះថា 3-bit Stormbox Blast 2ហើយសម្រាប់ឧបករណ៍បំពងសំឡេងមួយនេះបើនិយាយទៅធម្មតាយើងទៅដំណើរទីចិត្តទីឆ្ងាយឬក៏យើងនៅផ្ទះគឺយើងអាចធ្វើការកម្សាន្តផងដែរក៏ប៉ុន្តែបើសិនជាយើងមកឃើញទេសភាពដែលបៃតងខៀវខ្ចីបែបនេះគឺវាស៊ីមែនតើហើយជាពិសេសនៅពេលដែលយើងចប់ការងាររបស់យើងពេលល្ងាចអញ្ចឹងយើងឈឺជាមួយនឹងក្រុមការងាររបស់យើងហើយជាពិសេសសម្រាប់ឧបករណ៍បំពងសំឡេងមួយនេះណាកម្លាំងរបស់វាដែលអាចបញ្ចេញសំឡេងបានរហូតដល់200វ៉ាត់អញ្ចឹងហើយប៉ុន្តែយើងអាចស្ដាប់បាន outdoor indoor គឺបែបឈឺគឺពិរោះខ្លាំងមែនតើហើយខ្ញុំបានសាកលបងមួយផងដែរហើយងាយស្រួលនៅក្នុងការយកតាមខ្លួនមែនតើកាន់ពិសេសគឺបងប្អូនអាចភ្ជាប់ជាមួយនឹង microphone ដែលមកជាស្រាប់តែម្ដងចឹងសម្រាប់មួយឈុតនេះគឺតម្លៃ279ហើយ free microphone Ambless របស់ 3-bit គឺតម្លៃរបស់វា$99ដែរក៏ប៉ុន្តែបើសិនជាបងប្អូនទាំងគ្នាទិញទៅអាចបាទយកទៅច្រៀងលេងកម្សាន្តចឹងទៅមួយវិញទៀតយើងក៏អាចធ្វើការស្ដាប់កំដរអារម្មណ៍ផងដែរបើសិនជាយើងអត់ច្រៀងអត់អីលេងទេយើងអាចស្ដាប់នៅក្នុងកម្មវិធីរបស់យើងចឹងទៅនៅពេលល្ងាចហើយឧបករណ៍បំពងសំឡេងមួយនេះបើសិនជាបងប្អូនទាំងគ្នាសាកភ្លើងមកពេញហើយយើងយកមកតាមខ្លួនយើងអាចរីកកម្សាន្តរហូតដល់30ម៉ោងអញ្ចឹងវាយូរដែរបើសិនជាយើងធ្វើដំណើរកម្សាន្តរបស់យើងមួយថ្ងៃពីរថ្ងៃអីគឺខ្ញុំជឿជាក់ថាបងប្អូនទាំងគ្នាមិនបាច់សាកថ្មបន្ថែមទៀតទេហើយតាក់ទងទៅនឹងចំណុចពិសេសបន្ថែមទៀតគឺតាក់ទងទៅនឹងបាសអីគឺបុកខ្លាំងមែនតើដូចដឹងចឹងកម្លាំង200វ៉ាត់សម្រាប់ឧបករណ៍ចល័តមួយនេះផងដែរក៏បំពាក់ជាមួយនឹងមុខងារជាច្រើនតាក់ទងទៅនឹងតម្រូវការលើការប្រើប្រាស់ជាក់ស្ដែងរបស់បងប្អូនគ្នាដូចជាប៊ូតុងបើកបិទប៊ូតុង Bluetooth ប៊ូតុងដំឡើងនិងទម្លាក់សំឡេងក៏ដូចជាតាក់ទងទៅនឹងមុខងារភ្លើងហើយភ្លើងនេះទៀតសោតគឺបងប្អូនទាំងគ្នាអាចធ្វើការ customize បានទៅតាមរយៈកម្មវិធី app តាមរយៈទូរស័ព្ទដៃបានផងដែរបាទ 3-bit app អញ្ចឹងហើយកន្លែងនេះក៏ជាចំណុចមួយដែលពិសេសដែរហើយក៏មានជាមួយនឹង X-Bass បើសិនជាបងប្អូនទាំងគ្នាចង់ឲ្យសំឡេងបុកបាសកាន់តែខ្លាំងសម្រាប់ការកម្សាន្តរបស់បងប្អូនទាំងគ្នានិងមួយទៀតគឺបំពាក់ជាមួយនឹងមុខងារ TWS ដែលយើងអាចធ្វើការភ្ជាប់នៅឧបករណ៍បំពងសំឡេងផ្សេងផងដែរជាមួយនឹងឧបករណ៍បំពងសំឡេងមួយនេះដើម្បីឲ្យសំឡេងរបស់វាកាន់តែ stereo បន្ថែមទៀតក៏ប៉ុន្តែខ្ញុំជឿជាក់ថានៅពេលដែលយើងមកដំណើរកម្សាន្តបែប chill outdoor បែបនេះប៉ុណ្ណេះគឺខ្ញុំទទួលបានអារម្មណ៍ថាយើងមានភាពសប្បាយរីករាយរួចទៅហើយអញ្ចឹងហើយទាំងនេះគឺជាអ្វីដែលមាននៅលើឧបករណ៍បំពងសំឡេងមួយនេះដោយសារតែឧបករណ៍បំពងសំឡេងនេះគឺត្រូវបាន design មកតាក់ទងទៅនឹងរូបរាងក៏ដូចជាមុខងារសម្រាប់ការកម្សាន្តបែបខាងក្នុងមាន indoor ឬក៏បែបខាងក្រៅបែបបរិយាកាសបែបនេះគឺបងប្អូនគ្នាដូចបានឃើញហ្នឹងគឺតាក់ទងទៅនឹងការយួរដៃគឺយើងអាចយួរមានអ្នកយកទៅតាមខ្លួនបានងាយស្រួលហើយក៏ដូចជាបាទมันមានជាការបារម្ភទេព្រោះដោយសារតែឧបករណ៍បំពងសំឡេងមួយនេះបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាការពារជំរាបទឹក IP67 ផងដែរបន្ថែមពីនេះដូចបានបញ្ជាក់ចឹងបងប្អូនគ្នារាល់ការទិញនៅឧបករណ៍បំពងសំឡេង 3-bit Stormbox Blast 2បងប្អូនគ្នានឹងទទួលបាននៅ microphone ដែលយើងអាចធ្វើការសេរី echo បាទ volume សំឡេងទៅតាម
តម្រូវការនៃការប្រើប្រាស់របស់មកទាំងគ្នាហើយខ្ញុំសាកហើយកាលពីយប់មិញនេះគឺយើងបានរីកំសាន្តច្រៀងលេងប៉ុណ្ណឹងនេះគឺយើងធ្វើឲ្យបរិយាកាសនៃការកំសាន្តរបស់យើងដំណើរកំសាន្តរបស់យើងគឺកាន់តែរីករាយហើយដូចបានបញ្ជាក់គឺបងប្អូនទាំងគ្នារាល់ការទិញនៅ 3-bit Stormbox Blast 2បងប្អូនទាំងគ្នាតម្លៃតែ$279ហើយខាងសម្បុក IT គឺគាត់នឹងបន្ថែមជូនជាមួយនឹង microphone នេះឲ្យបងប្អូនទាំងគ្នាដោយឥតគិតថ្លៃផងដែរអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងគ្នាអាចតាក់ទងបានទៅកាន់សម្បុក IT នៅគ្រប់សាខាទាំងអស់ឬតាមរយៈលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅក្នុងវីដេអូមួយនេះផងដែរជាចុងក្រោយអរគុណបងប្អូនទាំងគ្នាហើយក៏អរគុណទៅកាន់សម្បុក IT ដែលបានផ្ដល់ជូននៅបទពិសោធន៍សម្រាប់ខ្ញុំសម្រាប់ដំណើរកម្សាន្តមួយនេះដែលខ្ញុំមកថតឡានទេក៏ប៉ុន្តែយើងចង់បែបchillហើយនេះឲ្យគាត់បានឲ្យយើងយកឧបករណ៍បំពងសំឡេងដ៏ពិសេសនេះមិនត្រឹមតែអាចស្ដាប់កម្សាន្តទេយើងក៏អាចច្រៀងលេងកម្សាន្តបានផងដែរពីខ្ញុំសូមអរគុណនិងសូមជម្រាបលាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយជាច្រើនទៀត